បទបង្ហាញតាក់ទងជាមួយនឹងទឹកនោមផ្អែមនាថ្ងៃនេះផងដែរការនេះខ្ញុំជាសតការីកុំលីតែមកពីក្រុមហ៊ុន CKSA ដែលបបោនៅ Ingelham មកពីប្រទេសអាល្លឺម៉ង់ថ្ងៃនេះខ្ញុំមានប្រធានបទមួយគឺតាក់ទងជាមួយនឹង SGLT2 inhibitor molecule empagliflozin ដែលជា brand ចាក់ឌៀនផងដែរអញ្ចឹងតាក់ទងជាមួយនឹង topic ថ្ងៃនេះគឺតាក់ទងជាមួយនឹង early intervention with Jardian can help protect your patient with cardio-renal and metabolic តែអញ្ចឹងឲ្យតែយើងនិយាយតាក់ទងជាមួយនឹងទឹកនោមផ្អែមដោយដែលលោកវិជ្ជបណ្ឌិតបានលើកឡើងអញ្ចឹងគឺយើងតាក់ទងជាមួយនឹងផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទ2តែម្ដងអញ្ចឹងលោកគ្រូអ្នកគ្រូអាចមើលបានអ្នកជំងឺដែលគាត់មានបញ្ហាតាក់ទងជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ2យើងឃើញថាគឺគាត់តែងតែមាននៅបញ្ហាជំងឺខ្សោយបេះដូងហើយនិងជំងឺខ្សោយតម្រងនោមដែលហៅជំងឺ3នោះជាមែនតើឲ្យតែគាត់មានជំងឺទឹកនោមផ្អែមគឺគាត់តែងតែមានតាក់ទងជាមួយនឹងបេះដូងនិងតម្រងនោមមកជាមួយអញ្ចឹងថ្នាំបច្ចុប្បន្ននេះដែលគេរកឃើញនេះគឺតាក់ទងជាមួយនឹង SGLT2 inhibitor គឺវាល្អមែនតើចំពោះទឹកនោមផ្អែមបេះដូងនិងតម្រងនោមរបស់អ្នកជំងឺចឹងលោកគ្រូអ្នកគ្រូអាចមើលបាននៅពេលដែលយើងឃើញថា diagnostic តាក់ទងជាមួយនឹងជំងឺទឹកនោមផ្អែមផលវិបាកគឺតែងតែមានតាក់ទងជាមួយនឹង atherosclerosis vascular disease ជំងឺ CKD ជំងឺ heart failure ហើយនឹងអាចវិវត្តទៅដំណាក់កាលគឺស្លាប់បានផងដែរអញ្ចឹងយើងត្រូវតែរកថ្នាំធ្វើមិនការពារកុំឲ្យទៅរកផលវិបាកនឹងចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ2ចឹងខ្ញុំមាន case មួយតាក់ទងជាមួយនឹងអ្នកជំងឺឈ្មោះ Liz គឺគាត់គេថា prescribe Jardian for early intervention use across renal cardio-renal and metabolic condition របស់គាត់អញ្ចឹងគឺគាត់ diagnostic មកគឺគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី2ហ្នឹងរយៈពេល3ខែហើយគាត់មាន hypertension ហើយនឹងមានលើសខ្លាញ់ផងដែរហើយបច្ចុប្បន្នហ្នឹងគឺគាត់អត់ទាន់ប្រើថ្នាំអីទេគាត់តែ diet ហើយនឹង exercise ធម្មតាហើយ HbA1c របស់គាត់7.8%គាត់មានលើសគីឡូហើយបើតាក់ទងជាមួយនឹង family history របស់គាត់ហ្នឹងគឺគាត់ជាម្ដាយឪពុករបស់គាត់គឺមាន history តាក់ទងជាមួយ CV disease ផងដែរអញ្ចឹងបើនិយាយទៅគឺគាត់ជាអ្នកជំងឺទឹកនោមផ្អែមហើយគាត់មាន high risk នៅប្រចាំខ្លួនគេរកឃើញថាចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ2នៅពេលដែល compare ជាមួយនឹងអ្នកជំងឺធម្មតាគឺកាត់បន្ថយអាយុគាត់ឡាយគាត់ shortening ជាងមុនគឺកាត់បន្ថយអាយុអស់6ឆ្នាំបាត់ទៅហើយប៉ុន្តែបើសិនជាគាត់មានផលវិបាកមួយទៀតគឺតាក់ទងជាមួយនឹង CV disease គឺគាត់អាចកាត់បន្ថយអាយុរបស់គាត់នឹងរហូតដល់12ឆ្នាំហើយបើសិនជាយើងអត់គិតគូរតាក់ទងជាមួយនឹងតម្រងនោមគាត់ទៀតគឺគាត់មាន diabetes disease គឺអាចកាត់បន្ថយអាយុរបស់គាត់រហូតដល់16ឆ្នាំអញ្ចឹងហើយបានជាការឡើងឥឡូវហ្នឹងគឺគេយកចិត្តទុកដាក់ខ្លាំងមែនតើគឺតាក់ទងជាមួយនឹងផលវិបាករបស់ជំងឺទឹកនោមផ្អែម CV disease ហើយនឹង diabetes kidney disease របស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ2អញ្ចឹងខ្ញុំមានថ្នាំមួយហ្នឹងគឺតាក់ទងជាមួយនឹង Jardian offer wide range of benefit in patient with type 2 diabetes តែយើងឃើញថាមានទាំង benefit ទៅលើ metabolic cardiovascular benefit ហើយនឹង renal benefit ទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទ2ផងដែរអញ្ចឹងខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹង metabolic benefit យើងនិយាយពីតាក់ទងជាមួយនឹងmetabolic benefit ច្បាស់ណាស់គឺតាក់ទងជាមួយនឹង HbA1c អញ្ចឹងយើងឃើញថាចាក់ឌៀននៅពេលដែលយើងប្រើជាលើកដំបូងដែលអ្នកជំងឺអត់ទាន់ប្រើសោះអញ្ចឹងបើគេឃើញថាគឺអាចកាត់បន្ថយ HbA1c បាន 0.8 បើសិនជាអ្នកជំងឺគាត់ប្រើចាក់ឌៀនហើយ add on ជាមួយ metformin បាន 0.7 ហើយគេរកឃើញថាអ្នកជំងឺដែលគាត់ក្មេងហើយគាត់ធាត់គឺបញ្ចុះ HbA1c បាន 1.1 ហើយបើសិនជាគាត់ CKD stage 2អាចបញ្ចុះ HbA1c បាន 0.6% ហើយបើជាអាស៊ានប្រជាជនអាស៊ានដូចជាពួកយើងគឺបញ្ចុះ HbA1c បាន 0.7% ផងដែរហើយមួយទៀតគឺគេធ្វើ face head to head បានឲ្យយើង compare តាក់ទងជាមួយនឹងចាឌៀនជាមួយនឹង molecule ផ្សេងៗទៀតថាតើបញ្ចុះស្ករ HbA1c យ៉ាងម៉េចដែរអញ្ចឹងបើយើងប្រៀបធៀបជាមួយនឹង sitagliptin បញ្ចុះ HbA1c បានល្អជាង 0.22% បើ compare ជាមួយនឹង soveniclol បាន 0.8% ហើយនឹងបើ compare ជាមួយនឹង dapagliflozin បញ្ចុះបាន 0.6% ហើយនឹងបើសិនជា insulin glargine បាន 0.4%ចឹងលោកគ្រូអ្នកគ្រូប្រកាសជាឆ្ងល់ថាចាឌៀនថាបញ្ចុះស្ករបានតិចតួចហេតុអីបានជា compare ជាមួយនឹង Glimevirid ដែលស្ថិតនៅក្នុង SU ដែលយើងឃើញថាបញ្ចុះស្ករបានលឿនចុះហេតុអ្វីបានជារយៈពេលយូរ
ធ្វើឲ្យ HbA1c បែរជាចាស់ដៀនបញ្ចុះ HbA1c បានល្អប្រសើរចឹងបើសិនយើងកលេចមើល SU គឺវាបង្កើនបន្ទុករបស់លំពេងក្នុងការឲ្យបញ្ចេញផលិតអាំងស៊ូលីនឲ្យកាន់តែច្រើនអញ្ចឹងនៅពេលហ្នឹងគឺលំពេងគាត់រៀងមានបន្ទុកជាងមុនអញ្ចឹងទៅគាត់ stress អញ្ចឹងគាត់ផលិតអាំងស៊ូលីនក៏អត់សូវបានល្អដែររយៈពេលវែងអញ្ចឹងតើពេលយើងសិក្សារយៈពេលវែងទៅគឺឃើញថាក្រុម SGLT2 inhibitor បញ្ចុះស្ករបានល្អប្រសើរជាងក្រុម SU តើតើជាមួយនឹង ELI Vitadine to have maximal metabolic effect ទៅលើបញ្ចុះគីឡូរបស់អ្នកជំងឺ HbA1c អញ្ចឹងយើងឃើញថាអ្នកជំងឺដែលបានន័យថាអ្នកជំងឺដែលគាត់មាន EGFR កាន់តែប្រសើរយើងឆាប់បញ្ចូល SGLT2 inhibitor ដូចជាចាដៀនឲ្យអ្នកជំងឺកាន់តែលឿនបានន័យថាបញ្ចុះ HbA1c របស់គាត់គឺកាន់តែប្រសើរផងដែរតើតើជាមួយនឹងកាឡូក៏ដូចគ្នាថាតើនៅពេលណាដែលយើងត្រូវ add on EGFR របស់គាត់កាន់តែប្រសើរបញ្ចុះគីឡូបានក៏ល្អផងដែរយើងតែងតែនិយាយថា SGLT2 inhibitor ចាដៀនគឺកាត់បន្ថយជាមួយនឹង CV risk ចាតាមរយៈការសិក្សាគេហៅថា empiric outcome គឺគេសិក្សាទៅលើអ្នកជំងឺដែលគាត់មានជំងឺទឹកនោមផ្អែមហើយគាត់មាន CVD risk ដូចជាអ្នកស្រី Liz មិញហ្នឹងគេឃើញថាកាត់បន្ថយ 38% ទៅលើការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ2កាត់បន្ថយការសម្រាកពេទ្យដោយសារជំងឺខ្សោយបេះដូងបានរហូតដល់ 35% ផងដែរកាត់បន្ថយទៅលើការធ្លាក់ចុះនៅមុខងារតម្រងនោមរបស់អ្នកជំងឺបាន 39% ផងដែរជាមួយនឹង slow decline in kidney function អញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូផល molecule SGLT2 inhibitor ដូចជាចាដៀនហ្នឹងគឺនៅពេលដំបូងគឺ SGLT2 របស់គាត់ហ្នឹង EGFR របស់គាត់ហ្នឹងរៀង dip នៅឡុងពេល4សប្តាហ៍ដំបូងអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូពិនិត្យឃើញថា EGFR របស់គាត់រៀងធ្លាក់កុំបារម្ភអញ្ចឹងនៅពេលដែលគាត់ប្រើ long term ទៅគឺធ្វើឲ្យ EGFR របស់គាត់ប្រសើរមកឡើងវិញបើ compare ជាមួយនឹង placebo អត់ទេ placebo គឺគាត់ខ្សោយទៅអ្នកជំងឺ EGFR គាត់ធ្លាក់ចុះទៅផងដែរអញ្ចឹងតាមរយៈការសិក្សាមិញហ្នឹងគឺយើងអាចបង្កើនដោយលោកគ្រូបានឃើញមិញអញ្ចឹងអ្នកជំងឺគាត់មានជំងឺទឹកនោមផ្អែមហើយគាត់មាន CVD គឺកាត់បន្ថយអាយុរបស់គាត់មែនតើអញ្ចឹងនៅពេលដែលយើង add on SGLT2 inhibitor ដូចជាចាដៀនហ្នឹងគឺអាចបង្កើនអាយុអ្នកជំងឺបាន4ឆ្នាំកន្លះផងដែរតាមរយៈការសិក្សាយើងឃើញថាយើង add EGFR កាន់តែខ្ពស់នៅពេលដែលអ្នកជំងឺមាន EGFR កាន់តែខ្ពស់យើងអាច add កាន់តែលឿនធ្វើឲ្យបង្កើននៅការវិវត្តទៅរកដំណាក់កាលធ្ងន់ធ្ងរនៃជំងឺតម្រងនោមហ្នឹងគឺកាត់បន្ថយយើងបង្កើនបាន26ឆ្នាំអ្នកជំងឺផងដែរចឹងជារួមទៅអ្នកជំងឺដែលគាត់ប្រើ empagliflozin ចាដៀនហ្នឹងគឺអាច benefit ទៅលើ metabolic benefit អាចបញ្ចុះ HbA1c បញ្ចុះគីឡូបញ្ចុះសម្ពាធឈាមហើយហ្នឹងចុះតាក់ទងជាមួយនឹង systolic blood pressure របស់គាត់ដែរហើយតាក់ទងជាមួយនឹងកាត់រយៈ protection គឺ CV that ក៏ត្រូវបានកាត់បន្ថយការសម្រាកពេទ្យហើយនឹងកាត់បន្ថយទៅលើ MI របស់អ្នកជំងឺដែរបើតាក់ទងជាមួយនឹង kidney protection renal composite របស់គាត់កាត់បន្ថយបាន46% nephropathy បាន39%ហើយនឹងការវិវត្តកុំឲ្យគាត់ទៅរកដំណាក់កាល end stage kidney disease នឹងកាត់បន្ថយរហូតដល់ 55% ផងដែរអញ្ចឹងអ្នកស្រីលីតាមរយៈការសិក្សាមួយហ្នឹងយើងជឿថាយើងចាប់ផ្ដើមឲ្យកាន់តែរហ័សទៅលើគាត់គឺអាចកាត់បន្ថយជាមួយនឹងផលវិបាកផ្សេងៗរបស់អ្នកស្រីលីផងដែរចឹងបើតាមរយៈ guideline គឺច្រើនជាង80 endocrinologist nephrologist និង cardiologist guideline គឺ recommend SGLT2 ជាជម្រើសទី1តែម្ដងនេះលោកគ្រូអ្នកគ្រូអាចមើលបានខ្ញុំគិតថា guideline មួយនេះក៏អាចនឹងមានច្រើនដែរសូគឺយើងមាន goal 2បើសិនជាអ្នកជំងឺទឹកនោមផ្អែមតែគាត់មាន high risk ទាក់ទង atherosclerosis vascular disease heart failure និង CKD SGLT2 គឺគេ recommend ជាជម្រើសទី1តែម្ដងនេះជា guideline របស់ Kidney KDIGO ដែលគេ recommend SGLT2 សម្រាប់អ្នកជំងឺដែលគាត់មានជំងឺទឹកនោមផ្អែមប្រភេទ2ហើយនឹងជំងឺខ្សោយតម្រងនោមគឺគេ recommend ជាជម្រើសទី1តែម្ដងចឹងបើតាក់ទងជាមួយនឹង indication បច្ចុប្បន្នហ្នឹងគឺអាចប្រើលើជំងឺទឹកនោមផ្អែមប្រភេទ2អ្នកជំងឺទឹកនោមផ្អែមប្រភេទ2ដែលមាន CKD ហើយនឹងអ្នកជំងឺដែលគាត់មាន heart failure ដែលថ្ងៃនេះយើងអត់បានបង្ហាញតាក់ទងជាមួយនឹង heart failure ទេដោយសារតែពេលវេលាយើងអត់គ្រប់គ្រាន់ចាចឹងតាក់ទងជាមួយនឹងដូសនៃការប្រើប្រាស់មួយថ្ងៃមួយដងគត់ចាប់ផ្ដើមដំបូង10មីលីក្រាមអាចបង្កើនរហូតដល់25មីលីក្រាមក្នុងមួយថ្ងៃញ៉ាំពេលណាក៏បានដែរព្រឹកថ្ងៃល្ងាចហើយតាក់ទងជាមួយនឹង EGFR របស់គាត់សម្រាប់អ្នកជំងឺដែលគាត់មាន heart failure អាចប្រើ
ចាប់ពី EGFR 20ឡើងប៉ុន្តែបើសិនជាគាត់មានជំងឺទឹកនោមផ្អែមប្រភេទ2អាចប្រើចាប់ពី30មីលីលីត្រក្នុង1នាទីបានអញ្ចឹងជាចុងក្រោយចាឌៀនមាន benefit ទៅលើ metabolic benefit ទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទ2ដែលគាត់មាន CKD disease គាត់មាន heart failure អាចបញ្ចុះសម្ពាធឈាមបញ្ចុះគីឡូនិងបញ្ចុះHbA1c របស់អ្នកជំងឺ prevent safety អ្នកជំងឺគាត់មាន tolerate មែនតើដោយសារតែហើយ compliance ក្នុងការលេបថ្នាំក៏ងាយស្រួលដែរមួយថ្ងៃមួយគ្រាប់គត់ចាអរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់អរគុណច្រើនលោកគ្រូបាទអរគុណច្រើនទៅគុណជាបន្តយើងចូលទៅសិនបទទី2ដោយ